សម្រាប់ម្ដងនេះវាទំហំតូចដែរបាទបើសិនគិតទៅវាទាបមែនតើហើយដើមប្រផែជាខ្ទង់ប្រប៉ិនមេដៃប្រប៉ិនត្រឹសជាងមួយរៀមដៃបន្តិចបាទហ្នឹងហើយវាផ្លែច្រើនបងប្អូនផ្លែច្រើនតែខ្ញុំបេះទៅមួយចំនួនហើយបាទបេះទៅមួយចំនួនហើយក៏នៅរៀងផ្លែនៅសល់ច្រើនដែរនៅសល់មើល2 4 6 8 9 10ដែរបាទហ្នឹងហើយអញ្ចឹងហើយផ្លែតូចៗទៀតក៏ច្រើនដែរយើងព្យាយាមបេះវាឲ្យវើលដែរដើម្បីឲ្យវាសមនួយដងដើមវាដោយសារដើមវាតូចយើងទុកវាច្រើនពេកក៏វាធ្វើឲ្យអន់ដើមអញ្ចឹងណាប៉ុន្តែដើមនេះយើងមើលជាទូទៅដើមសុខភាពបែបនេះមានន័យថាស្លឹកវាពណ៌ខៀវកម្មៅបែបនេះហើយវាមានផ្លែប៉ុណ្ណឹងមានន័យថាវាអាចនឹងទ្រទ្រង់ជាមួយនឹងដើមវាបានប៉ុន្តែពេលខ្លះដើមផ្លែច្រើនពេកបាទស្លឹកកាន់តែទូចហើយស្លឹកវាមានពណ៌រៀងលឿងអាហ្នឹងវាគេហៅថាវាខ្សោយបាទអញ្ចឹងវាมันអាចធ្វើឲ្យផ្លែទាំងអស់ហ្នឹងធំទៅបានទេតាមពិតទៅផ្លែច្រើនខ្ញុំបានបេះទៅពីម្សិលហ្នឹងគឺបេះច្រើនដែរហើយបាទបេះចន្លោះហ្នឹងអីវាផ្លែឡើងសឹងជាប់គ្នាបាទហ្នឹងហើយបេះផ្ញើមិត្តភ័ក្តិឲ្យភ្លក់បាទដោយសារតែវាជារៀងឆ្ងាញ់ដែរហ្នឹងហើយឲ្យបានភ្លក់អស់គ្នាហ្នឹងហើយបើសិនជាយើងបានរៀងវើលបែបនេះបងប្អូនបាទវើលបែបនេះឲ្យទម្រង់ផ្លែវែងបែបនេះបាទធំបងប្អូនបាទធំបាទហ្នឹងហើយ